បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងធ្វើការលើកបង្ហាញជូនបងប្អូនតាក់ទងជាមួយនឹងការដាក់ logo ទៅលើរូបថតដែលយើងមានច្រើនរាប់រយសន្លឹកណាបាទអញ្ចឹងបងប្អូនធ្លាប់ឃើញហើយនៅតាមហាងមួយចំនួនឬក៏ជាងថតរូបនៅពេលដែលគាត់ថតរួចគាត់ធ្វើការដាក់ logo ទៅឲ្យទីតាំងរបស់គាត់បានឬក៏ជាហៅថា brand name របស់គាត់អញ្ចឹងណាអញ្ចឹងបងប្អូនឃើញការដាក់ logo ដាក់នៅលើរូបថតគឺយើងឃើញមានច្រើនរូបប៉ុន្តែសួរថាតើយើងធ្វើយ៉ាងម៉េចដើម្បីឲ្យរូបទាំងអស់ហ្នឹងទទួលបាន logo ដូចគ្នាហើយចំទីតាំងតែមួយបានអញ្ចឹងបងប្អូនខ្លះគាត់អត់ដឹងគាត់អាចយក logo ណាមួយទៅបាទទៅដាក់លើរូបថតហើយធ្វើការដាក់ម្ដងមួយដែលជាហេតុធ្វើឲ្យចំណាយពេលយូរបងប្អូនទី1ទី2ហើយការដាក់របស់យើងជួនកាលបងប្អូនដាក់ទៅវាអត់ត្រូវទីតាំងរបស់វាណាបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការបង្ហាញជូនតែម្ដងអំពីការដាក់ logo បាទអញ្ចឹងខ្ញុំមានរូបថតនេះណាខ្ញុំមានរូបថតនេះចំនួនជាង200បងប្អូននេះ254រូបអញ្ចឹងបងប្អូនឃើញវាមានប្លង់ផ្ដេកណាមានប្លង់ប្រឈោដែលបច្ចេកទេសគេហៅថា portrait សម្រាប់ប្លង់ប្រឈោហើយនឹង landscape សម្រាប់គេហៅថាការថតផ្ដេកបែបនេះបាទអញ្ចឹងខ្ញុំមានរូបប៉ុណ្នេះហើយខ្ញុំរូបនេះគឺជាការឧទាហរណ៍ទេវាមិនទាន់បានកែស្អាតទេប៉ុន្តែខ្ញុំចង់លើកយកមកបង្ហាញបងប្អូនឲ្យដឹងអំពីរឿងការដាក់ logo ណាបាទអូខេអញ្ចឹងខ្ញុំនឹងធ្វើការដាក់បងប្អូនមើលតែមុននឹងដាក់បងប្អូនមើលខ្ញុំសូមបង្ហាញដោយសារបងប្អូនខ្លះគាត់បានដាក់គេថាតាមវិធីដែលយើងធ្វើយូរណាបាទឥឡូវខ្ញុំសូមធ្វើការបើកកម្មវិធី Photoshop របស់ខ្ញុំសិនដើម្បីជាការបង្ហាញជូនទៅកាន់បងប្អូនទាំងអស់គ្នាបាទខ្ញុំប្រើ22បាទដើម្បីងាយស្រួលបង្ហាញអូខេយើងចាំទាំងអស់គ្នាបាទអញ្ចឹងការធ្វើបែបនេះគឺវាគេហៅថាផ្ដល់ភាពងាយស្រួលហើយវារហ័សបាទអូខេឥឡូវខ្ញុំទាញរូបរបស់ដែលខ្ញុំមានបាទអញ្ចឹងខ្ញុំទាញមានរូបផ្ដេកមានរូបបញ្ឈរបាទដើម្បីជាការឧទាហរណ៍បងប្អូនមើលណាបាទអូខេយើងទាញដាក់អញ្ចឹងមកទាញចម្រុះគ្នាដើម្បីឲ្យបងប្អូនយល់ក៏ដូចជាមើលទីតាំងដែលយើងរៀបចំដាក់បាទអូខេឥឡូវខ្ញុំទាញរូបប៉ុណ្ណេះចូលបាទបងប្អូនមើលទាំងអស់គ្នាអូខេឥឡូវខ្ញុំបានរូបហើយណាខ្ញុំមានទាំងប្លង់បញ្ឈរហើយនឹងផ្ដេកនេះបានអូខេបាទអញ្ចឹងខ្ញុំបង្ហាញជូនរបៀបដែលបងប្អូនខ្លះគាត់អត់ដឹងគាត់ទាញ logo ម្ដងមួយអញ្ចឹងវាជាការគេហៅថាស៊ីពេលច្រើនបងប្អូនណាអូខេខ្ញុំមាន logo មួយជាការបង្ហាញជូនបាទខ្ញុំមាន logo មួយនេះបើជា logo បងប្អូនអាចធ្វើការដាក់ logo ផ្ទាល់ខ្លួនឯងណាបាទដោយសារខ្ញុំនេះជាការឧទាហរណ៍បងប្អូនមើលទេអូខេឥឡូវយើងបានប៉ុណ្នេះហើយយើងធ្វើការទាញទៅដាក់នៅលើរូបថតរបស់យើងបាទយើងទាញអញ្ចឹងមកចាំបងប្អូនស្រឡាញ់ទីតាំងនៅខាងនេះក៏បានណាបាទខាងលើផ្នែកខាងស្ដាំក៏បានខាងលើផ្នែកខាងឆ្វេងក៏បានស៊ីសងលើបងប្អូនជាអ្នកស្រឡាញ់បាទបងប្អូនដាក់ទីណាក៏បានឬក៏អ្នកខ្លះគាត់ដាក់នៅផ្នែកខាងក្រោមនេះបាទអ្នកខ្លះក៏ដាក់នៅខាងនេះអ្នកខ្លះក៏ដាក់នៅចំកណ្ដាលបាទអញ្ចឹងស៊ីសងលើបងប្អូនត្រូវការឬក៏ចង់បានទីតាំងណាអញ្ចឹងខ្ញុំដាក់ត្រង់ចំណុចនេះចុះបាទអូខេឥឡូវឧទាហរណ៍ថាខ្ញុំត្រូវការប៉ុណ្នេះណាប៉ុណ្នេះបាទអញ្ចឹងបានប៉ុណ្នេះគឺត្រូវការចូលទៅកាន់ fileយកថាពាក្យ save as បាទអញ្ចឹងយើងនឹងប្រភេទ file មកយើងត្រូវការជាប្រភេទអីគេឥឡូវខ្ញុំយកជា file រូបភាពបាទ JPEG នេះបាទអញ្ចឹងយើងដាក់ desktop បាទដាក់ desktop ជាការបង្ហាញជូនបងប្អូនទេអញ្ចឹងយើង save មកអញ្ចឹងយើង follow ទេវាហើយយើងយកអូខេអញ្ចឹងបងប្អូនទៅមើលលើ desktop អញ្ចឹងយើងទទួលបានរូបភាពមួយដែលមាន logo បែបនេះបាទអូខេបាទនេះវិធីបងប្អូនដែលខ្លះក៏អត់ដឹងគាត់គួយដាក់ម្ដងមួយអញ្ចឹងបាទមួយទៀតបងប្អូនខ្លះគាត់ធ្វើចាស់វិញបងប្អូនណាគាត់ដាក់រូបនេះរួចគាត់ដាក់ logo បាទសំទោសគាត់ដាក់ logo ហើយគាត់ធ្វើការលុបរូបភាពនេះចេញបាទឬក៏គាត់បិទភ្នែកចោលទៅគាត់ទាញរូបភាពផ្សេងមួយទៀតមកដាក់បាទទាញមកគាត់ទាញអញ្ចឹងបាទគាត់បោះដាក់ទីនេះមកបាទនេះបាទបងប្អូនខ្លះគឺគាត់ដាក់អញ្ចឹងបាទអញ្ចឹងគាត់បិទភ្នែករូបភាពចាស់ចោលទៅហើយគាត់ដាក់រូបភាពថ្មីចូលគឺ logo រក្សានៅទីតាំងដដែលក៏ប៉ុន្តែយើងត្រូវការធ្វើទៅលើរូបភាពច្រើនដងយើងទាញម្ដងមួយដែលជាហេតុធ្វើឲ្យខាតពេលបកត្រឡប់ទៅក្រោយវិញខ្ញុំបានបង្ហាញជូនអញ្ចឹងបើសិនយើងមានរូបរាប់រយអញ្ចឹងតែយើងគួរតែអង្គុយធ្វើអញ្ចឹងរហូតឬក៏យ៉ាងម៉េចបាទអត់ទេបងប្អូនណាគឺយើងអត់ធ្វើអញ្ចឹងទេបើយើងធ្វើអញ្ចឹងគឺវាចំណាយពេលយូរហើយឧទាហរណ៍យើងមានរោងគេច្រើនតែយើងអង្គុយដាក់ម្ដងមួយហើយខាតពេលហើយអត់ចំទីតាំងទៀតបាទវាចំទីតាំងដើមដូចគ្នាណា logo របស់យើងបាទ
អូខេអញ្ចឹងដល់វគ្គដែលខ្ញុំត្រូវបង្ហាញហើយអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញតែម្ដងបាទឥឡូវខ្ញុំបិទរូបភាពទាំងអស់នឹងចេញហើយខ្ញុំនឹងធ្វើបែបម៉េចដើម្បីបងប្អូនមើលបាទអូខេឥឡូវខ្ញុំបិទចោលទាំងអស់មកដើម្បីកុំឲ្យឃើញបាទអូខេឥឡូវយើងត្រឡប់មកភាពដើមវិញហើយអញ្ចឹងមុននឹងទៅធ្វើការទាញដាក់ឲ្យវាអូតូម៉ាទិកទៅលើរូបភាពទាំងអស់នោះបានគឺបងប្អូនត្រូវច្បាស់ឬក៏យើងត្រូវកំណត់ទៅលើប្រភេទនៃរូបថតសិនបងប្អូនណាឧទាហរណ៍នៅទីនេះគឺបងប្អូនឃើញវាមានប្លង់ផ្ដេកវាមានប្លង់បញ្ឈរនៅលេឡំគ្នាណាវាមានប្លង់ផ្ដេកប្លង់បញ្ឈរនៅលេឡំគ្នាបើសិនបងប្អូនដាក់អញ្ចឹងនៅពេលដែលវា run script ឬក៏គេហៅថា action មកគឺវា load អញ្ញៃតែបើចំពោះប្លង់ផ្ដេកសុទ្ធវាអត់ជាបញ្ហាទេប៉ុន្តែមួយទៀតបើសិនជាប្លង់បញ្ឈរសុទ្ធក៏អត់ជាបញ្ហាដែរប៉ុន្តែបើសិនវានៅលេឡំគ្នាបែបនេះដល់ពេលបងប្អូនធ្វើការដាក់ logo បញ្ឈរដោយអូតូម៉ាទិកដែលយើងបានចងហ្នឹងគឺវា load អញ្ញៃគឺវា logo អាច load បាត់ក៏មានឬក៏មិនចំទីតាំងក៏មានដោយសារក៏ដោយសារតែរូបភាពនេះវាមានពីរទម្រង់ផ្សេងគ្នាបងប្អូនណាមួយផ្ដេកមួយបញ្ឈរអូខេអញ្ចឹងដើម្បីដោះស្រាយបញ្ហានេះគឺបងប្អូនត្រូវតែធ្វើការដាក់វាដែលឡែកពីគ្នាបាទដាក់វាដែលឡែកពីគ្នាណាអូខេឥឡូវខ្ញុំសូមធ្វើការ copy វាទុកម្លាយសិនមានន័យថាខ្ញុំដាក់រូបភាពបញ្ឈរម្លាយរូបភាពផ្ដេកម្លាយបាទអូខេឥឡូវខ្ញុំសូមធ្វើការបែងចែកសិនខ្ញុំរើសរូបភាពដាក់វិឡាយស្មងប៉ុនដើម្បីកុំឲ្យវាច្រឡំណាហើយចាំមើលខ្ញុំធ្វើយ៉ាងម៉េចដើម្បីឲ្យងាយស្រួលបាទអូខេឥឡូវខ្ញុំសូមធ្វើការ select បែបនេះមកបាទយើង select រូបភាពណាដែលផ្ដេកដាក់ម្លាយបងប្អូនកុំឲ្យពេលដែល script run ទៅវាអង្វែងបាទអង្វែងហើយតើធ្វើរូបភាពរបស់យើងវាកាន់តែមានភាពរញ៉េរញ៉ៃបាទតែសូមបញ្ជាក់ថានៅពេលដែលយើងដាក់ logo ចូលរូបភាពរបស់យើងត្រូវតែប្រកាសថាវាជាຂະຫນាតឬក៏ជាទំហំតែមួយដូចគ្នាបើសិនជាការថតរបស់យើងឬក៏ការក្របຂະຫນាតរបស់យើងរូបភាពខុសៗគ្នាឬក៏ទំហំខុសៗគ្នាយើងប្រកាសណាស់វានឹងលុតទីតាំងបាទវានឹងលុតទីតាំងវា error លុតខុសអាចខុសទីទួចអាចដាច់អាចស្ទើរអាចអីអញ្ចឹងណាបងប្អូនណាអញ្ចឹងបើសិនជាបងប្អូនថតកាមេរ៉ាតែមួយ model ទេបាទអញ្ចឹងយើងងាយស្រួលកំណត់មែនតើប៉ុន្តែបើសិនជាបងប្អូនមានអ្នកខ្លះក៏ថតឧទាហរណ៍ដូចមានម៉ួយខ្លះគាត់មកដាក់កន្លែងយើង4 5 10ឬក៏20 30 40មកដាក់កន្លែងយើងប្រកាសណាអាចនឹងគាត់ setting ទៅវាអាចខុសគ្នាតិចបន្តួចអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវមើលដូចគ្នាដែរណាត្រូវមើលច្បាស់ពោះកាមេរ៉ាខ្លះគឺអត់ដូចគ្នាទេនៅពេលដែលយើងយក logo ដដែលទៅដាក់គឺវាមានបញ្ហាអញ្ចឹងណាបងប្អូនត្រូវប្រកាសទៅលើរឿងមួយដែរអូខេឥឡូវខ្ញុំ select អស់ហើយខ្ញុំធ្វើការបង្កើតនៅ folder មួយយើងដាក់ឈ្មោះថាlandscape បងប្អូនណា landscape នោះគឺខ្ញុំចង់សំដៅទៅលើរូបផ្ដេកបងប្អូនណារូបផ្ដេកអញ្ចឹងយើងដាក់រូបផ្ដេកសុទ្ធម្លែកអញ្ចឹងមកបាទនេះផ្ដេកសុទ្ធបងប្អូនឃើញទេអញ្ចឹងយើងបកទៅវិញគឺយើងឃើញយើងដាក់រូបភាពបញ្ឈរបាទសុទ្ធគឺខ្ញុំឲ្យឈ្មោះថាគេហៅថា portrait បាទ portrait មកចាំបងធ្វើការ copy រូបបញ្ឈរទាំងអស់ដាក់ចូលទៅក្នុង folder នឹងតែមួយបាទអូខេនេះលើសមួយយើងខាត់ដាក់ក្នុង landscape មកបាទបែកទៅវិញយើង select ទាំងអស់ឡើងវិញហើយយើងដាក់ចូលទៅក្នុងឈ្មោះ portrait នេះបាទអូខេចប់បងប្អូននេះគឺរួចរាល់អញ្ចឹងយើងធ្វើការបិទចោលហើយយើងចូលទៅកាន់ Photoshop របស់យើងបាទអញ្ចឹងយើងចូលពាក្យថា open នេះមកបាទ open អញ្ចឹងបងប្អូនធ្វើការចូលទៅកាន់រូបភាពរបស់យើងបាទនេះអញ្ចឹងបងប្អូនយើងធ្វើម្ដងមួយទី1 folder landscape សិនបងប្អូនណា landscape ទី2យើងនឹងធ្វើការទៅលើ portrait ប៉ុន្តែពីរនេះគឺយើងចង់ accent ផ្សេងគ្នាបងប្អូនណាយើងចង់ accent ផ្សេងគ្នាអញ្ចឹងយើងចូលទៅកាន់ landscape មុនអញ្ចឹងយើងរើសមករូបភាពមកបាទលោកថយខ្ញុំរើសរូបភាពមួយនេះចុះហើយ open បាទ open វាមកចប់មួយរឿងបងប្អូនអញ្ចឹងបានប៉ុណ្នេះគឺបងប្អូនធ្វើការគេហៅថាបើកនៅ accent បាទឬក៏គេហៅថាចង accent វាមួយមកជិះបងប្អូនចូលទៅកាន់ពាក្យថាwindow បើសិនជាអត់ឃើញមកហាននៅត្រង់នេះទេគឺយើងយកទៅកាន់ពាក្យថា window ហើយយើងបើកត្រង់នេះឬក៏ shortcut key alt F9 យើងចូលទៅកាន់កន្លែងត្រង់ចំណុចនេះមកបាទអញ្ចឹងយើងទាញវាដាក់នៅត្រង់កន្លែងនេះដើម្បីងាយស្រួលបងប្អូនណាបាទអូខេនេះយើងបិទចោលអញ្ចឹងយើងចូលទៅកាន់ត្រង់នេះហើយយើងបង្កើតនៅ accent មួយណាអញ្ចឹងយើងដាក់ឈ្មោះមកយើងដាក់ landscape បាទ landscape អញ្ចឹងមកហើយយើងចុចពាក្យថា record បាទអូខេវាចាប់ដើមបើកឲ្យយើង record ហើយអញ្ចឹងបងប្អូនចូលទៅធ្វើការទាញយកនៅ logo របស់យើងណាបាទ logo បងប្អូនមានទីតាំងណាគឺបងប្អូនដាក់ឡើងហ្នឹងមកបាទអញ្ចឹងបានប៉ុណ្្នឹងហើយបងប្អូនធ្វើការចូលទៅកាន់ logo របស់យើងចូលពាក្យថា file
បានអញ្ចឹងយើងចូលទៅកាន់ពាក្យថា plus image បាទ image បាទអញ្ចឹងយើងចូលទៅរកlogo របស់យើងមកលើខ្ញុំ logo របស់ខ្ញុំគឺខ្ញុំដាក់នៅលើ desktop ណាអញ្ចឹងត្រង់កន្លែងនេះគឺបងប្អូនធ្វើការទៅទាញយកនៅ logo ដែលជា brand name របស់បងប្អូនមកណាបាទឥឡូវខ្ញុំដាក់ logo របស់ខ្ញុំនេះដែលជាការឧទាហរណ៍បាទដាក់ចូលហើយអញ្ចឹងបងប្អូនធ្វើការដាក់ទីតាំងណាក៏បានដែលបងប្អូនស្រឡាញ់ចូលចិត្តណាឥឡូវខ្ញុំដាក់ត្រង់ចំណុចនេះបាទអញ្ចឹងបងប្អូនធ្វើការពង្រីកណាពង្រួមតាមអ្វីដែលបងប្អូនត្រូវការបាទអញ្ចឹងនៅពេលដែលយើងធ្វើការបានពីនេះយើងចុច enter មួយដើម្បីផ្ដាច់បាទអូខេអញ្ចឹងបានពីនេះហើយបងប្អូនធ្វើមើលតើយើងចង់បានតម្រង់ប៉ុណ្ណេះឬក៏ចង់បាន logo ពង្រីកពង្រួមបន្ថែមទៀតបាទអូខេក្រោយពីបានប៉ុណ្ណេះហើយបងប្អូនធ្វើការ stop បាទ stop នៅ action របស់យើងហើយយើងធ្វើការបិទរូបភាពនឹងចោលណាបិទទាំងអស់អញ្ចឹងមកហើយយើងយកពាក្យថា no បាទអញ្ចឹងក្រោយចប់ប៉ុណ្ណេះគឺបងប្អូនចូលទៅកាន់បន្តទៀតគឺយើងចូលទៅពាក្យថា file ណា file ហើយយើងចូលទៅកាន់ពាក្យថា script បាទ script ហើយយើងយកពាក្យថា image processor បាទ image processor បាទអញ្ចឹងបងប្អូនតាមខ្ញុំមួយណាហើយយើងចុចលើវាមកបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងចូលទៅធ្វើការ select folder បាទត្រង់នេះគឺយើងទៅធ្វើការទាញយកនៅរូបថតរបស់យើងឬក៏រូបភាពរបស់យើងមកដាក់បាទអូខេឥឡូវខ្ញុំចូលទៅត្រង់ចំណុចនេះហើយខ្ញុំយកពាក្យថា landscape បាទអញ្ចឹងបងប្អូនគាត់ទៅចូលដល់ទីតាំងនេះហើយបងប្អូនចុចលើនេះមួយហើយយើងអត់ធ្វើអីទេយើងចុចអូខេណាអូខេមកអញ្ចឹងយើងបានហើយណាវាចូលហើយអញ្ចឹងវាចាប់ផ្ដើមធ្វើការមើលហើយតាក់ទងត្រង់កន្លែងនេះបងប្អូនណាគឺបងប្អូនមើលមែនតើដោយសារយើងអ្វីដែលខ្ញុំចង់បង្ហាញគឺមានតែ2-3ចំណុចទេអញ្ចឹងទី1យើងទាញ folder ចូលបាទទៅរក folder ដែលយើងបានផ្ទុករូបថតដែលយើងចង់ដាក់ logo នៅលើទី2គឺបងប្អូនមើលត្រង់កន្លែងនេះណាតើបងប្អូនចង់បានជាប្រភេទអីគេជាប្រភេទរូបភាពឬក៏ជាប្រភេទ file PSD បាទអញ្ចឹងនៅត្រង់តាក់ទងកន្លែងនេះគឺយើងគុណភាពរូបភាពបាទបើសិនជាយើងយកកាន់តែតូចគឺរូបភាពយើងវាកាន់តែមិនសូវច្បាស់បាទអញ្ចឹងជាទូទៅគឺខ្ញុំយក12ណា12គឺមានន័យថាຂະຫນាតពេញរបស់វាគឺរូបភាពយើងយ៉ាងថតមកពីដើមហ្នឹងគឺវាច្បាស់ប៉ុណ្ណឹងហើយខ្ញុំយក12បាទអញ្ចឹងមួយទៀតគឺតាក់ទងលេខ4នេះណាលេខ4ចឹងលេខ4នេះគឺតាក់ទងជាមួយនឹង run action អញ្ចឹងបងប្អូនធ្វើការគ្រីសនៅត្រង់កន្លែងនេះណាគ្រីសមួយមកអញ្ចឹងបងប្អូនមិនបាច់ខ្វល់ច្រើនតែគឺយើងចូលមកកាន់ត្រង់ជាមួយនេះណាយើងចុចអញ្ចឹងមកហើយយើងរកមើលពាក្យដែលយើងបានសរសេរនៅលើ action ថា landscape បងប្អូនណាមើលទៅកាន់ landscape គឺយើងចុចកន្លែងនេះមកបាទត្រង់ជាមួយនេះបាទតែប៉ុណ្្នេះមកគឺយើងអត់ធ្វើអីបន្តទៀតទេគឺយើងចុចពាក្យថា run បាទ run ជុំបងប្អូនឃើញនៅពេលដែលយើងចូលពាក្យថាចុចពាក្យថា run ភ្លាមគឺវាធ្វើការដាក់ logo ទៅលើរូបថតរបស់យើងមួយរហូតដល់អស់បាទដោយយើងមិនចាំបាច់អង្គុយធ្វើម្ដងមួយលើកខ្ញុំបើកឲ្យបងប្អូនមើលបាទបើកដែលវារត់ចូលណាបាទយើងចូលកន្លែងនេះមកហើយយើងយកពាក្យថា landscape តែក្នុង folder landscape វាមាននេះវាទាញមកបងប្អូនមើលអស់គ្នាណាវាលោតចូលនេះឃើញទេវាលោតអញ្ចឹងបងប្អូនណាអញ្ចឹងវាលោតរហូតដល់គ្រប់រូបថតដែលយើងមានទាំងប៉ុន្មានគឺវាដាក់ logo ឲ្យទាំងអស់បងប្អូនណាអូខេឥឡូវខ្ញុំចាប់ដល់ធ្វើការបើកបងប្អូនមើលណាខ្ញុំបើកបងប្អូនមើលឃើញនេះគឺជាថតរបស់យើងបាទបងប្អូនមើលមកនេះគឺជាអ្វីដែលកំពុងធ្វើការហើយបងប្អូនឃើញទេអញ្ចឹង logo របស់យើងខ្ញុំស៊ូមមួយរាងធំបន្តិចដើម្បីងាយស្រួលមើលបាទដើម្បីងាយស្រួលមើលអញ្ចឹងពាក្យថាបងប្អូនឃើញ logo ទេបាទអញ្ចឹងយើងចុចបន្តនេះរូបភាពរបស់យើងបដូរតែរូបភាពប៉ុន្តែ logo វារក្សាទីតាំងដដែលបងប្អូនឃើញទេបាទគឺវារក្សាដដែលបាទអូខេអញ្ចឹងបងប្អូនឃើញស្រាប់ហើយនេះគឺជាការដាក់ logo ទៅលើរូបថតប្រភេទ landscape បាទ landscape អូខេឥឡូវវាកំពុងធ្វើការ run ហើយមើលវា run ចប់ខ្ញុំនឹងបង្ហាញពីទម្រង់ portrait វិញម្ដងដែលជារូបភាពបញ្ឈរណាបងប្អូនដោយសារជាទូទៅរូបដែលយើងថតគឺមានតែពីរទម្រង់ហ្នឹងទេបាទមានតែពីរទម្រង់ទេរូបភាពបញ្ឈរហើយនិងផ្ដេកបាទអញ្ចឹងបើសិនជាយើងចង់តែផ្ដេកហើយយើងទៅចាក់ទៅលើនៅលើខ្នាតបញ្ឈរគឺអត់បានទេបងប្អូនណា logo ហ្នឹងប្រកាសណាស់វានឹងបាត់បើសិនជារូបថតនឹងធំវានឹង logo នឹងតូចបាទវាមិនន័យថាវាបង្រួមណាអញ្ចឹងបើន័យថាបើសិនជារូបថតរបស់យើងបញ្ឈរ logo របស់យើងវាប្រកាសណាស់វានឹងបាត់ដោយសារអីដោយសារវាចាក់អត់ត្រូវខ្នាតគ្នាឬក៏វា replace មកគឺវាអត់ស្ថិតនៅត្រង់ទីតាំងដូចគ្នាទេបងប្អូនបាទអូខេឥឡូវយើងឃើញអ្នកនេះវាកំពុងតែធ្វើការ run script របស់យើងបាទចឹងយើងត្រឡប់ទៅមើលឡើងវិញបាទនេះអញ្ចឹងវាចាក់រហូតដល់តតែអស់រូបភាពនឹងតែម្ដងបាទ
ok chứ mong bọn anh bạn mơ bật hàm bán này cứ chia logo rồi bỏ hồng bọn rồi khỏi chia logo đại dương bạn đạn là rụp hiệp bỏ dương là chia brand nàng bỏ dương chứ nè chẳng dương bắt đầu từ rụp hiệp thì tại logo việt để sao tì tăng nó đọt đài là ok là dương mình cho phát hiện tông cho mùi nâng landscape bằng bọn đó bà dương tầm mới mà cứ việc lấy rọt đài mà thì mùi ok chọc của bọn này cứ bằng bọn ở tật phơ cả bạc cái hào thà tầm rong tí pi đã chỉ tầm rong bánh chó cứ dương cho tờ căn bị thả open đà máu hay dương cho tờ căn trong chuyệnนี้hay dương cho bị thả portrait mình chẳng bằng bọn tờ căn tin vô ở lô ở rụp hiệp mùi năng của bạn này là chấm tin vô rụp này muối giờ chơi cái tiểu hó và chẳng bạn bên này cứ bọn phơ cả khai thác bạc nó accent bảo vệ bạn bạc máu hay dương đã bị thả portrait mà dương chơi cái tôi sẽนี่จะการจำนำบอกชมได้บางคนจะเสียไอ้กับบ้านมันยังรู้จำคนไหนให้ตมดจะเป็นทาริคอนขออะไรนะจังมันตบได้ก็ยังโจทย์การเป็นทาไฟล์บ่าไฟล์ให้บางคนโจทย์การเป็นทา plus and bit บ่านี่มั้งให้ยังโชว์ตัวโลโก้ระบายยังนอตีนานะสักชมดัดเอาเดสก์ท็อปบางคนนะนี่จังยังจะเป็นทา plus บ่า plus จังบางคนทำการสไลด์มาตีตั้งนัดเอาบนสไลด์นะซูมทมตุ๊จะตามเอาไปยังตระการบางคนบ่าโอเคจังบันปนิให้บางคนเฟอร์กาเอ็นเทอร์มันแบบได้มาจังบันปนิให้บางคนเฟอร์กาบัดเนื้ออักษรระบายยังใจให้ยังบัดเจ้าถึงอ่ะบางคนนะ no บ่าจังบันต่อที่ก็ยังโจแต่การเปลี่ยนท่าไฟล์บ่า script image processor บ่าด้วยที่เราบุญได้ก่อนทันที่จีประเภทบัญชีนะให้ยังโจแต่การ select folder บ่า select folder มันยังเรียก folder เซมมือเตียนนี่จังมุนนั่นคือยังยก landscape แต่เรายังยก portrait เป็นมาดองบนโชว์หรือ folder นั่งไว้จะเปลี่ยนท่าโอเคบ่าจังใส่ยังบัน select อ๋อจีประเภทไฟล์ JPEG ให้ quality ก็ดอกปีให้ยังจดคลิกกันนั่นก็รู้หายคือยังอะไรนี่คือเอาไว้ได้ยังตระโดคือตรงจะเหมือนหนุ่มก่อนนะนี่มันเคยยึด portrait จังยังเรือเปลี่ยน portrait เป็นมั้งคือการสลัดบันปันนี้คือบางคนฝึกการจุดนักเปลี่ยนฐานรันโดยดอกบุญได้นะแล้ววิกพงศ์จะฝึกการ apply โลโก้ต่างอ๋อตะเลรูปพิบยังมีต่างปนมันตะเลตุ่มหมได้จีประเภท portrait มาโอเคแล้วยังตะมือรูปพิบต่างอ๋อคนนี้ถ้าใต้ไปตีนโจหายหรือเนอนะบางคนมือนะยังตลอดตัววิ่งตะเลพิบ portrait บ้านนี่เจ้ายังมีฟูดามวยหายคือมันยังปงตัดฝึกการตีนโจหายบ้านโอเคยังมือต่างอ๋อคนนึงปนนะมีมืออ๋อคนนี้ยังบางจังมั้งบางคนเคยโลโก้โลโก้คือวีรถมาออโตมติดได้ยังมันจะบัดฮอตเต้บัดกุยเฟอร์บัดไอ้นมเวนช์ไงซีเปลนะบางคนนะเย้ยังจองแต่มาดองให้โลโก้เราบอกยังคือรถดริกมองหรือก็ออโตมติดแต่มาดองคือยังมันจะบัดฟอร์มกุยด่ามาดองมวยเตยังนัดนั่งกับไหลนะคือวิจบนั่งกับไหลหนึ่งบางคนนะเย้คือตอนดริกแต่มาดองบางคนแบบการฟูแบบนี้คือวิปอพิบลื่นงี้สู้สำหรับบางคนเนี่ยด่าโรคซีcái hào thà thọtรูปหรือก็จ้องด่าประนามบางคนอันนั่นเลยรูปสัญลักษณ์นามมวยตั้งจึงด่าตันจังตามวิธีวิธีชมันบางฮันจุนจังมันคือวิลื่นมันเต็มบางปอนนะบางอย่างนี้มันท่าตรมตาเชียโลโก้เตอแต่บางปอนจ้องด่าตะเลยประเภทในรูปเพียบคือบางปอนเฟิร์ตามวิธีเด็กชมันบางฮันจุนจังมั้งคือวิโอเคหายนะบ่าช่างเดะตรงชมือหนึ่งการได้ยังมันประกันทาวิชีประเภทตัวแต่เพียนชีไฟล์ที่บันดาบานจังไว้ได้ยังดาบ้านคือตีมุ้ยประเภทไฟล์ JPEG ไฟล์รูปเพียบตีปีชีประเภทไฟล์เพียนชีบานไฟล์ได้อันเป็นแบ็กกราวน์นั่งบานตีใบคือชีประเภทไฟล์ PSD บานPSD นั่นคือสำหรับตัวไฟล์ Photoshop เอาแต่ชีโลโก้ไอ้กับบ้านได้ยังดากับบ้านยังดาบ้านใบประเภทนั่งบานโอเคบางคนออกนี้เรียกปุ่งเด็ดเฟอร์การ์ตีนโยกไอยังโจทย์การฝึกสอบบอยยังวิ่งนี่เองบุญตัวการตีนด่าเอาขนมพอบระบายยังโรดเอาครบจำนวนบางโอเคเจ้าเงยการฝึกวิธีแบบนี้คือวิปรอเพียบเงยสุภาพวิโรหะสำหรับองค์ปนเนี่ยได้จุดจัดถอดรูปได้จุดจัดด่าประนามบอกโคลนเลยรูปถอดการูปถอดไอ้จังนะบางโอเคปนเคยออกนี้หายบางเลื่อนเหมือนเทนวิอาสาเลื่อนมันซึมองค์ปนได้องค์ปนแสดงท้องวิตีเลื่อนจะนั่งเตียนบางจังยังเคยตัวจะแสดงถึงออกนี้คือยังบานโลโก้โดยเอาไว้ยังจองบานแมนนะคือวิปรอบเพียงเงยสู้ลื่นมันตรงบนนะบ่านี่บ่าเพลย์ถ้าคือหายสุดถึงอ่อนหนึ่งบานจังสมมติบนเนี่ยได้รูซี่คือบางคนอันเมื่อตามวิดีโอบักชัมบานบ่าอันเมื่อตามประเภทได้บักชัมบานมาหันจุนจังมันคือวิจุ่มหนึ่งเปย์จังอันรันเจ้าแล้วยังอันตัดเฟอร์อิปซิน
time ទៀតចឹងណាបាទបាទអូខេអញ្ចឹងហើយបងប្អូនឃើញជាក់ស្ដែងអញ្ចឹងកុំភ្លេចខ្ញុំរំលឹកឡើងវិញយើងត្រូវបែងចែកវាជាពីរបានន័យថាយើង copy ប្រភេទរូបភាពផ្ដេកដាក់មួយ folder ហើយនឹងបញ្ចូលដាក់មួយ folder ផ្សេងបាទអញ្ចឹងងាយស្រួលនៅពេលដែលយើងរ៉ាន់មកគឺវាអញ្ចឹងណាបើសិនជាបងប្អូនដាក់លេឡំគ្នាវារ៉ាន់ទៅទាំងអស់ក៏ប៉ុន្តែ logo របស់យើងគឺវាមានភាពរញ៉េរញ៉ៃអាចដាច់អាចបាត់ចឹងទៅអញ្ចឹងណាបាទអញ្ចឹងខ្ញុំមានរូបមួយទៀតបាទរូបមួយទៀតដែលខ្ញុំបានទុកនៅក្នុងទីនេះបាទបងប្អូនមើលជាក់ស្ដែងនេះគឺជាប្រភេទគេហៅថាបាទអញ្ចឹងខ្ញុំមានរូបថតមួយទៀតដែលខ្ញុំដាក់ពីរលាយឡំបញ្ចូលគ្នាបងប្អូនចាំមើលណានេះអញ្ចឹងមានទំហំនេះគឺជាទំហំຂະຫນາດពីរផ្សេងគ្នាអញ្ចឹងខ្ញុំដាក់លាយឡំបងប្អូនមើលណាដើម្បីកាន់តែច្បាស់អញ្ចឹងវាមានប្លង់បញ្ចូលផងហើយនឹងប្លង់ផ្ដេកផងនេះផ្ដេកហើយនេះបញ្ចូលបាទនេះបញ្ចូលនិងផ្ដេកអញ្ចឹងយើងមើលជាក់ស្ដែងនេះគឺជាប្រភេទកាមេរ៉ាមួយផ្សេងហើយចំណុចដែលរូបនេះហើយនឹងរូបនេះគឺជាប្រភេទកាមេរ៉ាមួយផ្សេងជាមួយនឹងខ្ញុំដាក់បញ្ចូលណាជាមួយ VR អីកាត់ឡើងមួយចាំមើលណាអូខេឥឡូវខ្ញុំចូលទៅកាន់ open មកខ្ញុំដាក់រូបភាពបញ្ចូលបងប្អូនមើលតែមើលតែម្ដងជាក់ស្ដែងយើង open ចឹងមកហើយយើងធ្វើការបង្កើត action ថ្មីមួយទៀតណាបង្កើតមួយទៀតមកខ្ញុំដាក់ពាក្យថា image logo image photo ចុះបាទ image photo logo បាទ record វាចឹងមកខ្ញុំធ្វើការចូលទៅកាន់ពាក្យថា file បាទ plus image បាទអញ្ចឹងខ្ញុំទាញ logo របស់ខ្ញុំពីមុនតដាដាក់មកនេះបាទអញ្ចឹងខ្ញុំដាក់ទីតាំងនេះបាទហើយនេះមួយបាទយើងស្រីមកស្អាតដែលយើងចង់បានមកអញ្ចឹងបានប៉ុណ្ណេះគឺខ្ញុំធ្វើការបិទ action ហើយខ្ញុំខ្វែងចោលបងប្អូនណាបាទខ្វែងចោលបាទអញ្ចឹងខ្ញុំចូលទៅកាន់ file យើងធ្វើដូចពីមុនតដែរ script បាទ image process នឹងមកហើយយើង select folder បងប្អូនណានៅលើ folder desktop បាទអញ្ចឹងចូលពាក្យថា wedding បាទ wedding ខ្ញុំអូខេតែម្ដងហើយយើងបដូរមក image photo logo នឹងមកហើយយើងចុចពាក្យថា run បងប្អូនចាំមើលមើលវា load អត់ចំប្លង់ទេសារអីវា error ដោយសារ logo របស់យើងនឹងវារកអត់ឃើញនេះវា load ភ្លាមនេះ message នឹងមាន error ដោយសារមាន file មួយចំនួនផ្ដេកណា file ខ្លះផ្ដេក file ខ្លះបញ្ឈរបងប្អូនចាំមើលជាក់ស្ដែងតើមើលមានអីកើតឡើងបាទនេះអញ្ចឹងបាទទំហំផ្ដេកគឺវាអត់ស្គាល់ទេបាទវាចាប់បានតែទំហំបញ្ឈរបងប្អូនណាបាទឃើញទេគឺវាបានតែប្លង់បញ្ឈរអញ្ចឹងជាហេតុអ្វីដែលខ្ញុំប្រាប់ថាសូមយើងបែងចែកវាឲ្យមកមុននឹងយើងធ្វើការ run script បាទអូខេបងប្អូនអរគ្នាអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្នេះជាការចែករំលែកកន្លឹះខ្លីតែរៀងវែងដែរនាទីដោយសារចង់ឲ្យបងប្អូនយល់បាទអញ្ចឹងបើសិនជាមានចម្ងល់អាចធ្វើការ comment ក៏ដូចជាសាកសួរបន្ថែមនៅខាងក្រោមវីដេអូរបស់ខ្ញុំបានអរគុណបងប្អូនអរគុណយើងជួបគ្នានៅវីដេអូផ្សេងៗជាបន្តទៀតបាទ